ថ្ងៃមួយខណៈដែលនិមលកំពុងភ្លេចខ្លួនរាជបានដើរចូលមកក្នុងបន្ទប់គំនូរយ៉ាងស្ងៀមស្ងាត់ហើយអើតមើលសៀវភៅរបស់នាងនិមលភ័យស្លន់ស្លោបំរុងនឹងបិទសៀវភៅតែដៃដ៏មាំរបស់រាជបានចាប់កដៃនាងជាប់យ៉ាងណានខ្យល់ដង្ហើមសាយភាយមកក្បែរត្រចៀករបស់នាងធ្វើឲ្យនាងព្រឺសម្បូរខ្ចាខ្ចាកនិងមិនហ៊ានងើបមុខមើលចំផ្នែកដ៏មានមុនស្នេហ៍របស់គេឡើយរាជសម្លឹងមើលរូបគំនូរខ្លួនឯងដែលអាក្រាតផ្នែកខាងលើរួចញញឹមយ៉ាងមានល្បិចទៅកាន់និមលដែលកំពុងអៀនឡើងមកក្រហមគេបានខ្សឹបដាក់ត្រចៀកនាងថាបើចង់គូឲ្យស្អាតជាងនេះគេសុខចិត្តធ្វើជាម៉ូដែលឯកជនឲ្យនាងក្នុងបន្ទប់នេះរាល់ល្ងាចនិមលមានអារម្មណ៍ថាបេះដូងនាងហាក់ដូចជាចង់ផ្ទុះចេញមកក្រៅព្រោះតែសំណើដ៏សែនរលុយបែរនាងអាចបដិសេធបានល្ងាចដំបូងក្នុងស្ទូឌីយោឯកជនបរិយាកាសពោរពេញដោយភាពតានតឹងនិងអត្ថកម្បាំងបំផុតរាជដោះអាវចេញយឺតបង្ហាញរាងកាយដ៏ល្អឥតខុសឆោះនៅចំពោះមុខនិមលដែលកំពុងកាន់ជួរគំនូរទាំងដៃញាប់ញ័រពន្លឺភ្លើងពណ៌លឿងទុំចាំងមុខលើស្បែកដ៏ម៉ាំរបស់គេធ្វើឲ្យនិមលមានអារម្មណ៍ថាបន្ទប់នេះកាន់តែក្តៅឡើងបើទោះជាម៉ាស៊ីនត្រជាក់កំពុងដំណើរការក៏ដោយមេឃចាប់ផ្ដើមធ្លាក់ភ្លៀងយ៉ាងខ្លាំងធ្វើឲ្យពួកគេមិនអាចចេញពីបន្ទប់គំនូរបានឡើយរាជបានដើរមកអង្គុយក្បែរនិមលហើយលូកដៃទៅអង្អែលសក់នាងដោយភាពថ្នមបំផុតភាពត្រជាក់នៃទឹកភ្លៀងខាងក្រៅផ្ទុយស្រឡះពីកម្ដៅដែលកំពុងឆេះរលរាវក្នុងបេះដូងអ្នកទាំងពីរខណៈដែលចម្ងាយរវាងមុខរបស់ពួកគេកាន់តែខិតជិតគ្នាទៅដោយសារតែសម្លៀកបំពាក់របស់រាជសាមបន្តិចបន្តួចនិមលក៏យកកន្សែងទៅជូតឲ្យគេដោយក្តីបារម្ភដៃទួយទន់ល្មើយរបស់នាងបានប៉ះនឹងសាច់ដុំទ្រូងដ៏រឹងមាំរបស់រាជធ្វើឲ្យគេចាប់ដៃនាងមកផ្អឹបនឹងបេះដូងរបស់គេរាជសម្លឹងមើលបបោមាត់របស់និមលដោយភាពស្រេកឃ្លានចំណែកឯនិមលក៏មិនអាចដកភ្នែកចេញពីមុនស្នេហ៍របស់គេបានដែរសាលាបានរៀបចំដំណើរកម្សាន្តទៅតាមខេត្តហើយនិមលនិងរាជត្រូវបង្ខំចិត្តលាក់បាំងទំនាក់ទំនងលូតលាក់របស់ពួកគេរាល់ពេលដែលនៅចំពោះមុខអ្នកដទៃពួកគេធ្វើជាមិនស្គាល់គ្នាតែតាមពិតទៅភ្នែករបស់ពួកគេតែងតែស្វែងរកគ្នាជានិច្ចរាល់ស្នាមញញឹមលូតលាក់និងការដោះដូរក្រសែភ្នែកគឺសុទ្ធតែជាអណ្ដាតភ្លើងដែលដុតកម្ដៅអារម្មណ៍ពួកគេឲ្យកាន់តែខ្លាំងដោយសារការរៀបចំខុសបច្ចេកទេសនិមលនិងរាជត្រូវស្នាក់នៅលើបន្ទប់តែមួយដែលមានគ្រែតែមួយប៉ុណ្ណោះបរិយាកាសក្នុងបន្ទប់សន្តាគារនៅពេលយប់ស្ងាត់បូករួមនឹងម៉ាស៊ីនត្រជាក់ដែលខូចទៀតនោះធ្វើឲ្យអ្នកទាំងពីរកាន់តែមានអារម្មណ៍រលរាលពួកគេដេកបែរខ្នងដាក់គ្នាតែអារម្មណ៍និងបេះដូងគឺកំពុងតែប្រាថ្នាចង់ឲ្យម្នាក់ទៀតងាកមកអោបក្រសោបរាជសម្រាប់ចិត្តងាកមកអោបចង្កេះនិមលពីក្រយ៉ាងទន់ភ្លន់ហើយខ្សឹបសួរថាតើនាងដេកលោកហើយឬនៅនិមលមិនឆ្លើយតែនាងងាកមកវិញហើយផ្អែកក្បាលលើទ្រូងរបស់គេស្ដាប់សំឡេងបេះដូងដែលលោតញាប់ដូចគ្នាយប់នោះគ្មានអ្វីក្រៅពីភាពផ្អែមល្ហែមនិងការសន្យារបស់មនុស្សគញ្ញដែលស្រឡាញ់គ្នាលើសពីការពណ៌នាដោយពាក្យសម្ដីឡើយត្រឡប់មកវិញពួកគេបានលួចជួបគ្នានៅក្នុងបណ្ណាល័យដែលងងឹតស្លូបនៅចន្លោះទូសៀវភៅធំរាជបានរុញនិមលទៅផាកនឹងជញ្ចាំងរួចក៏ផ្ដល់ការថើបដ៏ងប់ងល់ដំបូងដែលពោរពេញដោយភាពនឹករលឹកនិមលអបករបស់គេយ៉ាងណែនហាក់ដូចជាខ្លាចថាអ្វីទាំងអស់នេះគ្រាន់តែជាសុបិនមួយដែលនឹងរលាយបាត់ទៅនៅពេលព្រឹកព្រលឹមនៅក្នុងបន្ទប់ស្ទូឌីយោដែលជាកន្លែងសម្ងាត់និមលចាប់ផ្ដើមសាកល្បងលាបពណ៌លើរាងកាយរបស់រាជ
ផ្ទាល់តែម្ដងជក់ដែលមានពណ៌សសាមអូសកាត់តាមសាច់ដុំពោះរបស់គេធ្វើឲ្យរាជដកដង្ហើមញាប់ដោយសារភាពស្រើបស្រាលនិមលផ្ដោតអារម្មណ៍យ៉ាងខ្លាំងតែដៃរបស់នាងបែរជាញ័រនៅពេលដែលនាងត្រូវគូដល់កន្លែងដែលរសើបបំផុតរេកបានចាប់ដៃដែលកំពុងកាន់ជក់របស់និមលហើយនាំផ្លូវឲ្យនាងគូសតាមចិត្តដែលនាងចង់បានភ្នែករបស់គេសម្លឹងមើលនាងដោយភាពររាវបំផុតហាក់ដូចជាចង់ប្រាប់ថារាងកាយរបស់គេគឺជាផ្ទាំងសម្ពុតសម្រាប់តែនាងមនាគតគ្រប់កាយវិការដែលពួកគេប៉ះគ្នាគឺសុទ្ធតែបង្កប់នូវអត្ថន័យស្នេហាដ៏ស៊ីជម្រៅតែមិនអាចមានអ្នកណាមកបំបែកបានការលួចលាក់នេះកាន់តែមានគ្រោះថ្នាក់នៅពេលដែលមិត្តភក្តិចាប់ផ្ដើមសង្ស័យពីភាពជិតស្និទ្ធមិនធម្មតារបស់ពួកគេសុភីតែងតែលុបមើលនិងចោទសួរនិមលរហូតធ្វើឲ្យនាងស្ទើរតែប្រាប់ការពិតចេញមកក្រៅដោយសារតែភាពភ័យខ្លាចប៉ុន្តែរាជតែងតែនៅក្បែរជួយដោះស្រាយស្ថានភាពនិងផ្ដល់កម្លាំងចិត្តឲ្យនាងតាមរយៈសារផែមល្ហែមដែលផ្ញើមកនាងជារៀងរាល់យប់មួយនិមលបានរៀបចំអាហារពេលល្ងាចយ៉ាងរ៉ូម៉ាន់ទិកនៅក្នុងបន្ទប់គំនូរដើម្បីអបអរខួបដែលពួកគេបានជួបគ្នារាជមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយគេបានសន្យាថានឹងការពារនិមលមិនឲ្យនរណាម្នាក់មកធ្វើបាបឬបង្ខូចឈ្មោះនាងឡើយពួកគេទាំងពីរបានរំរែកយឺតតាមចង្វាក់ភ្លឹងទៀនក្នុងបរិយាកាសដែលសែនផែមល្ហែមដូចជារឿងព្រេងនិទានស្នេហាគណៈដែលពួកគេកំពុងអោបគ្នាយ៉ាងផ្អែមល្ហែមសំឡេងជើងមនុស្សដើរមកក្បែរបន្ទប់ធ្វើឲ្យពួកគេភ័យស្លន់ស្លោពួកគេបានពន្លត់ភ្លើងហើយលាក់ខ្លួននៅក្រោយផ្ទាំងគំនូរធំទាំងដង្ហើមញាប់ស្អែកនិងបេះដូងលោតខុសចង្វាក់សំណាងឡដែលមនុស្សម្នាក់នោះគ្រាន់តែដើរកាត់តែភាពជិតស្និទ្ធក្នុងទីងងឹតនោះបានធ្វើឲ្យអារម្មណ៍របស់ពួកគេកាន់តែពុះកញ្ជ្រោលរាជបានសម្រេចចិត្តបង្ហាញភាពជាម្ចាស់លើនិមលដោយការជូនកាដូជាខ្សែដៃដែលមានចាឈ្មោះរបស់គេនិមលមានអារម្មណ៍រំភើបយ៉ាងខ្លាំងរហូតស្រក់ទឹកភ្នែកព្រោះនាងដឹងថារាជពិតជាមានបំណងចង់សាងអនាគតជាមួយនាងមែនពួកគេបានសន្យានឹងគ្នាថាទោះបីជាមានរឿងអ្វីកើតឡើងក៏ពួកគេមិនព្រមលែងដៃគ្នាបែកខាតទោះបីជាត្រូវប្រឈមមុខនឹងពិភពលោកក៏ដោយមហិច្ឆតានៃការបង្កើតស្នាដៃចុងក្រោយបង្អស់របស់និមលគឺការគូររូបភាពដែលបង្ហាញពីព្រលឹងស្នេហ៍របស់ពួកគេនាងបានចំណាយពេលពេញមួយយប់ជាមួយរាជនៅក្នុងស្ទូឌីយោដើម្បីបញ្ចប់ថ្នាំងគំនូរដ៏អស្ចារ្យដែលបង្កប់នូវរាល់អារម្មណ៍រលរាលរាជបានឈរធ្វើជា model ដោយភាពអត់ធ្មត់បំផុតព្រោះគេចង់ក្លាយជាចំណែកមួយនៃស្នាដៃដ៏មានតម្លៃបំផុតរបស់នាងនៅពេលដែលផ្ទាំងគំនូរដោយបញ្ចប់ពួកគេទាំងពីរបានសម្លឹងមើលវាដោយភាពមោទនភាពនិងអារម្មណ៍ដែលពោរពេញដោយក្តីស្រឡាញ់រាជបានទាញនិមលមកជិតហើយធ្វើនៅការថប់ដ៏វែងអន្លាយដែលជាសញ្ញានៃការបញ្ចប់ការលាក់បាំងពួកគេមានអារម្មណ៍ថាគ្មានអ្វីត្រូវខ្លាយទៀតទេព្រោះស្នេហារបស់ពួកគេបានរីកដុះដាលយ៉ាងរឹងមាំទៅហើយនៅក្នុងចិត្តរៀងខ្លួនចុងក្រោយអ្នកគ្រូផានីបានរុញទ្វារចូលមកទាំងមិនបានប្រាប់មុនហើយឃើញពួកគេកំពុងអបគ្នាយ៉ាងស្អិតរមួតនៅមុខផ្ទាំងគំនូរទោះបីជាត្រូវស្ដីបន្ទោយ៉ាងណាក៏ដោយក៏រាជបានកាន់ដៃនិមលយ៉ាងណែនហើយប្រកាសប្រាប់គ្រប់គ្នាថាពួកគេស្រឡាញ់គ្នាផ្ទាំងគំនូរនោះបានក្លាយជាសក្ខីភាពនៃស្នេហាដ៏រលរាលដែលកើតចេញពីការលួចគូររូបក្នុងបន្ទប់គំនូរដ៏តូចមួយនេះឯង